Nè trong ban này hả? Trong ban con thằng ban con bên ơi ban con hay con nhỏ thằng mấy kia con riêng đó con già này nè ok ba thằng kia chui chia sẻ xây nè sầm nang sanh nhà tha ban conให้tới từคอมเรียนให้ថ្ងៃនេះដែរបាទខាងក្រុមហ៊ុនប៉ៅប៉ៅមកសម្រាប់នៅសេចក្តីបំណងប្រាថ្នារបស់សំណាងấyដែលគាត់ចង់បានកង់បាទហើយគាត់បានចុះមកដល់សាលាបឋមសិក្សាសុកសាន់ជ័យដែលស្ថិតនៅក្នុងភូមិសុកសាន់ជ័យឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងយើងដែលផ្ទាល់តែម្ដងបាទបងប្អូនទាំងគ្នាហើយថ្ងៃនេះដែរមិនមែនតែសំណាងទេដែលទទួលបានកាដូបាទសូម្បីតែសិស្សានុសិស្សទាំងអស់ដែលរៀននៅក្នុងសាលាបឋមសិក្សាសុកសាន់ជ័យយើងក៏ទទួលបានកាដូដូចគ្នាដែរបងប្អូនទាំងអស់គ្នាប៉ុន្តែសំណាងលើគេថងថាសំណាងបានកង់ព្រោះថាខាងក្រុមហ៊ុនកោទឹកនោមប៉ៅប៉ៅបាទគាត់ចង់បំពេញក្តីប្រាថ្នារបស់សំណាងហើយនេះគឺជាបាទរង្វាន់សម្រាប់សិស្សានុសិស្សទាំងអស់គ្នាដែលនៅក្នុងសាលាបឋមសិក្សាយើងទាំងអស់គ្នាបាទជាកិច្ចចាប់ផ្ដើមនៃកម្មវិធីពួកយើងក៏បានទទួលស្វាគមន៍ទៅដល់ភ្ញៀវកិត្តិយសនិងគណៈធិបតីដែលមកពីក្រុមហ៊ុនប៉ៅប៉ៅបាទហើយសិស្សានុសិស្សឃើញថាមានទឹកមុខសប្បាយរីករាយដូចជាបាទពោពេញទៅដោយធម៌ពលខ្លាំងមែនទែនបាទជាចំណាប់ផ្ដើមនៅកម្មវិធីរបស់ពួកយើងដំបូងឡើយនេះពួកយើងមិនភ្លេចទេបាទការច្រៀងចម្រៀងជាតិខ្មែររបស់យើងទាំងអស់គ្នាបាទថាព្រោះយើងជាខ្មែរបាទយើងជាខ្មែរកុំភ្លេចអក្សរចម្រៀងជាតិរបស់ពួកយើងបាទអញ្ចឹងយើងជាគ្រូបង្រៀនក៏ដូចជាទំពាំងក្រោយត្រូវថាបាទបងប្អូនទាំងគ្នាត្រូវថាគោរពឲ្យបានមកចាក់មែនតើតទៅនឹងការគោរពភ្លេងជាតិនេះបាទជាកិច្ចបន្ទាប់បាទលោកអ៊ំបាទខាងសមាគមគាត់ក៏បាននិយាយបាទជាមតិបើក៏ដូចជាសំណេះសំណាលជាមួយសិស្សានុសិស្សនឹងការថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនប៉ៅប៉ៅដែលបានចុះមកធ្វើសប្បុរសធម៌ដល់សាលាបឋមសិក្សាសុកសាន់ជ័យបាទហើយបន្តមកទៀតគឺបងប្រុសហុងសុផានិតដែលជាតំណាងអគ្គនាយកខោទឹកនោមប៉ៅប៉ៅបាទគាត់ក៏ឡើងថ្លែងអំណរគុណក៏ដូចជាបាទបង្ហាញនៅចំណាប់អារម្មណ៍ទៅនឹងការធ្វើសប្បុរសធម៌ជូនទៅដល់សិស្សានុសិស្សដែលនៅក្នុងសាលាបឋមសិក្សាយើងពីព្រោះថាសាលាយើងគឺនៅតំបន់ដាច់ស្រយាលខ្លាំងមែនទែនបាទហើយបងប្រុសរ៉ាមីគាត់ក៏បានបញ្ចេញជាចំណាប់អារម្មណ៍មួយចំនួនទៅនឹងការធ្វើសប្បុរសធម៌នានាជាមួយនឹងខោទឹកនោមប៉ៅប៉ៅនឹងដែរបាទហើយបន្ទាប់ពីយើងមានការសំណេះសំណាលក៏ដូចជាចំណាប់អារម្មណ៍របស់បងគណៈធិបតីក៏ដូចជាបងដែលតំណាងឲ្យក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅហ្នឹងពួកយើងក៏ចាប់ផ្ដើមបាទចែកជាអំណោយទៅដល់សិស្សានុសិស្សទាំងអស់គ្នាដែលស្ថិតនៅក្នុងសាលាបឋមសិក្សាយើងទាំងអស់គ្នាបងប្អូនឃើញហើយគឺសិស្សានុសិស្សទាំងអស់គ្នាគឺសប្បាយចិត្តខ្លាំងមែនទែនមិនមែនថាសិស្សានុសិស្សទេបងប្អូនសូម្បីតែខ្ញុំជាគ្រូបង្រៀនក៏រំភើបខ្លាំងមែនទែនព្រោះគិតថានិយាយទៅនឹកស្មានមិនដល់ថាខាងក្រុមហ៊ុនប៉ៅប៉ៅគាត់មកចុះមកផ្ទាល់តែម្ដងអញ្ចឹងបងប្អូនទាំងគ្នាអញ្ចឹងសប្បាយចិត្តខ្លាំងចំពោះអ្នកដែលគាត់មានជីវភាពទូធាគាត់ប្រហែលជាគិតថាជារឿងធម្មតាប៉ុន្តែសម្រាប់អ្នកដែលខ្វះខាតគឺជារឿងដែលពិសេសវិសាខ្លាំងមែនទែនហើយបើខ្ញុំហ៊ាននិយាយអញ្ចឹងដោយសារតែខ្ញុំក៏ធ្លាប់ជាកុមាររៀននៅតំបន់ជនបទខ្វះខាតច្រើនមែនទែនបាទហើយនេះគឺជាសម្ភារៈដែលខាងក្រុមហ៊ុនប៉ៅប៉ៅចែកឲ្យគឺមានដូចជាកាតាបបាទសភៅចំនួន2ក្បាលមានប៊ិចមានខ្មៅដៃបន្ទាត់ជាប់លុបប្រដាប់ខួងខ្មៅដៃបាទហើយក្នុងនោះដែរក៏មានថវិកាចំនួន2000រៀលផងដែរបាទបងប្អូនហើយមិនត្រឹមតែប៉ុណ្ណោះទេខាងក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅក៏បានជូនជាថវិកាទៅដល់លោកគ្រូអ្នកគ្រូគណៈកម្មការនិងភ្ញៀវកិត្តិយសដែលបានចូលរួមមួយចំនួនដែរហើយមួយវិញទៀតបាទខាងសិស្សដែលបានភាសាមកពីខេត្តបន្ទាយមានជ័យខាងក្រុមហ៊ុនប៉ៅប៉ៅក៏មានជាថវិកាក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនទៅដល់ពួកគាត់ដើម្បីដោះស្រាយជីវភាពបាទប្រចាំថ្ងៃផងដែរបាទបងប្អូនហើយបន្តមកទៀតក៏ដល់វគ្គសម្ប្រាយទៅដល់សំណាងបាទបងប្អូនអរគ្នាបាទឬថាសំណាងចង់បានកង់ពេលនេះគឺគាត់បានសម្ប្រាយសំណាងមែនទែនបាទលាក់ទុកឲ្យមកបើសំណាងស្អីវ៉ាវហើយសប្បាយចិត្តខ្លាំងមែនទែនឃើញទឹកមុខរំភើបលាយភ័យបងប្អូនហើយតោះចម្លែកនេះខ្ញុំចង់ភ័យបងប្អូនខ្ញុំគិតថាគាត់អត់តចេះជិះកង់ទេពីព្រោះថាដែរឃើញជិះទេឃើញតែដើរមករៀនស្រាប់ថាបាទខាងបងប្រុសក៏ដូចជាក្រុមការងារខាងខោទឹកនោមប៉ៅប៉ៅដាក់កង់មកវឹបសំណាងជិះរយរំភើបខ្លាំងមែនទែនខ្ញុំមិនដឹងយកពីអីមកនិយាយទេឃើញកូនសិស្សរបស់ខ្លួនឯងទទួលបានការស្រឡាញ់ការយកចិត្តទុកដាក់ពីបងពូទាំងអស់គ្នាអញ្ចឹងគឺខ្ញុំសប្បាយចិត្តខ្លាំងហើយមិនត្រឹមតែប៉ុណ្ណោះទេបងប្អូនទាំងអស់គ្នាបាទសំណាងក៏មានបងក្រុមការងារហ្នឹងគាត់ក៏បានទិញជាសម្ភារបំពាក់សម្រាប់រៀននឹងឲ្យសំណាងផងដែរខ្ញុំជឿថាមិនមែនទៅតែមើលសំណាងថ្ងៃហ្នឹងទេពីព្រោះថាទិញខោឲ្យមានខុសទេបងប្អូននេះត្រូវបាច់តែម្ដងហើយបន្ទាប់ពីទិញហើយលោហើយបាទបងប្អូនទាំងអស់គ្នាសំណាងក៏ចាប់ផ្ដើមរៀបចំយកទៅផ្ទះហើយនេះគឺយើងថតរូបជាបាទរូបដើម្បីទុកជាអនុស្សាវរីយ៍បងប្អូនទាំងអស់គ្នាហើយខ្ញុំក៏សូមអរគុណទៅដល់ក្រុមហ៊ុនខោទឹកនោមប៉ៅប៉ៅដែលបានចុះមកចែកជាអំណោយទៅដល់សិស្សានុសិស្សខ្ញុំនៅក្នុងសាលាបាទអរគុណជូនពរឲ្យបាទមានការគាំទ្រច្រើនពីប្រជាជនកម្ពុជារបស់យើងបាទអរគុណច្រើនជម្រាបលាបងប្អូនអរគ្នា